ទីម្ចាស់ផ្ទះបាទគាត់សាក់រុញទ្វាររបងគាត់មើលគាត់ថាធូរស្រួលរុញដូចជាងនិយាយអត់បាទគាត់រុញហើយគាត់ទៅសើគាត់ថាទ្វារនេះធ្ងន់ណាស់សែងគ្នាប្រហែលជា10នាក់ហើយបាត់ស្លឹកពក10ស្លឹកទៀតគាត់ថានៅតែធូរស្រួលរុញគាត់ថាពិតជាមិនទៅសើមិនបានមែនទឹកដៃជាងអញ្ចឹងហើយទើបគាត់ខំហៅមកពីឆ្ងាយបើសិនជាពុកម៉ែបងប្អូនមានកម្រងចង់ធ្វើទ្វាររបងនិងចម្រឹងលបងដែលមានគុណភាពជាងមានបទពិសោធន៍តឡើងទ្វាររបងបានស្អាតត្រូវស្តង់ដារធូរស្រួលរុញនិងសុវត្ថិភាពពុកម៉ែបងប្អូនអាចតាក់ទងមកខាងក្រុមជាងណារិតបានដែលមានទទួលដំឡើងទ្វាររបងធ្វើទ្វាររបងដាក់គ្រប់ខេត្តក្រុងតែម្ដងចំពោះសម្ភារៈប្រើប្រាស់វិញគឺខ្ញុំបាទផ្ដោតទៅលើទឹកថ្នាំបាទទឹកថ្នាំគឺយើងប្រើប្រភេទទឹកថ្នាំ2ជាន់ប្រើប្រភេទទឹកថ្នាំល្អហើយនឹងយើងបាញ់ថ្នាំប្រើប្រភេទសង្កអូបចំពោះដែកវិញគឺយើងប្រើប្រភេទកម្រាស់2លីបាទហើយនឹងស្លឹកពកខាងក្រោយគឺយើងប្រើប្រភេទស្លឹកពកក្រាស់កម្រាស់1លីកន្លះកាលណាដែលយើងប្រើស្លឹកពកស្ដើងគឺយើងបិទទៅអត់បានឃើញសាឡូនស្អាតដូចក្នុងរូបនេះទេបងប្អូនបាទវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងពុកម៉ែបងប្អូនបាទសូមអរគុណសូមជម្រាបលា